សិល5នេះសំខាន់ណាស់បើសិនជាយើងទាំងអស់គ្នាជាយុវជនយុវនារីនិងមនុស្សទាំងអស់បានប្រកាន់យកខ្ជាប់នៅសិល5នេះហើយយើងនឹងបានសុខបានចម្រើនបានជោគជ័យនៅក្នុងជីវិតរបស់យើងផងនៅក្នុងគ្រួសាររបស់យើងផងនិងនៅក្នុងសង្គមជាតិរបស់យើងផងនឹងអញ្ចឹងសិលនឹងដូចប្រសង់ធ្លាប់បានប្រទានគ្រប់កន្លែងកម្មវិធីបុណ្យប៉ុន្តែបងប្អូនខ្លះក៏បានដឹងបងប្អូនខ្លះក៏មិនទាន់បានចេះដឹងដែរបើអញ្ចឹងថ្ងៃហ្នឹងត្រូវចេះដឹងទាំងអស់គ្នាចាប់ពីពេលហ្នឹងតទៅណាអញ្ចឹងចាំថាតាមអាត្មាទាំងអស់គ្នាប៉ុណ្ណាហ្នឹងចាំថាតាមលោកគ្រូទាំងអស់គ្នាជាបទបាលីហើយជាខ្មែរហើយអាចជាអង់គ្លេសខ្លះមាននៅអង់គ្លេសនេះមានថ្នាក់អង់គ្លេសដែរណាហ្នឹងបើតាមដឹងថាមានថ្នាក់អង់គ្លេសដែរអញ្ចឹងឥឡូវអង់គ្លេសយើងរៀនបែបធម៌បន្តិចមើលវាមិនហ្នឹងហើយអញ្ចឹងឥឡូវចាំថាតាមណាហ្នឹងហើយឥឡូវអ្នកមូទាំងអស់គ្នាសិនអ្នកមូទាំងអស់គ្នាហើយចាំទទួលសិលហើយចាំរៀនសិលហ្នឹងបន្ទាប់មកនឹងឲ្យសូត្រហើយឲ្យឆ្លើយហើយមានរង្វាន់ហ្នឹងពីណាឆ្លើយទៅមានរង្វាន់ទៀតអញ្ចឹងអ្នកមោទាំងអស់គ្នាអ្នកមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធសអ្នកមោតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធតស្សៈភគវៈតោអរហតោសម្មាសម្ពុទ្ធសាបាណាតិបាតាថាតាមសិនម្ដងទៀតចាំថាតាមអាត្មាណាបាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិ abstaining from taking any lives មានន័យថាម៉េចថាយើងទាំងអស់គ្នាថាតាមវាចានៅការសម្លាប់ជីវិតមនុស្សសត្វគ្រប់ប្រភេទនឹងសាលទី1ណានឹងសាលទី1ចាំណាទីទៀតសួរសាលទី2អតិនេទានីវេរមណីសិក្ខាបទាំងសមាទិយាមិ abstaining from taking something that was not given មានន័យថាម៉េចតែយើងទាំងអស់គ្នាសូមសមាទានយកនៅសាលទី2ដោយការវាចាមិនកាន់យកនៅរបស់ទ្រព្យដែលគេមិនបានឲ្យដោយកាយឬដោយវាចាសាលទី3កាមេសមិច្ឆាចារាវេរមណីសិក្ខាបទាំងសមាទិយាមិ abstaining from having sexual misconduct យើងខ្ញុំទាំងអស់គ្នាសូមសមាទានយកនៅសាលទី3គឺការមិនសែបខុសក្នុងកាម
គឺមិនទៅរំលោភកូនប្រពន្ធប្តីស្រីរបស់អ្នកដទៃបានតែប្រពន្ធខ្លួនឯងហ្នឹងអានឹងសាលទី3នឹងសាលទី3ណាឥឡូវសាលទី4មុសាវាទាវេរមនីសិក្ខាបទាំងសមាទិយាមិ abstaining from telling a lie using bad word idle word unuseful words យើងខ្ញុំទាំងអស់គ្នាសូមសមាទានយកនៅសាលទី4គឺវាចាការមិននិយាយពាក្យភូតភរកុហកញុះញង់ពាក្យអត់ប្រយោជន៍ពាក្យបោកប្រាស់ពាក្យឆ្កឹះឆ្កៀលពាក្យនិយាយអត់ប្រយោជន៍ពាក្យនិយាយដើមគេជាដើមនឹងសាលទី4សុរាមេរយៈមជ្ជបមាទដ្ឋានាវេរមនីសិក្ខាបទាំងសមាទិយាមិ abstaining from drinking alcohol and using drug យើងខ្ញុំទាំងអស់គ្នាសូមសមាទានយកនៅសាលទី5គឺវាចាមិនផឹកទឹកស្រវឹងនិងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទមានជក់ម៉ាជក់បាជាដើមព្រោះគ្រឿងទាំងអស់នេះធ្វើឲ្យវង្វេងស្មារតីគិតអ្វីមិនឃើញតែធ្វើអាក្រក់ធ្វើឲ្យខូចអនាគតខ្លួនអនាគតគ្រួសារនិងសង្គមនឹងយើងសមាទានយកណានឹងយើងសមាទានយករួចហើយអនុមោទនា You already observe the 5 precepts from the first one abstaining from taking any lives, the second one abstaining from taking something that was not given, the third one abstaining from having sexual misconduct, the fourth one abstaining from telling a lie or using idle word, unuseful word, inciting word, and the fifth one abstaining from drinking alcohol or using drug ចឹង5ហ្នឹងយើងសមាទានរួចហើយណា you already observe សមាទានណាអញ្ចឹង you have to remember and apply in your life and practice perfectly in your life for the rest of your life, not for today but forever. If you want a bright future, good happiness, you have to practice all precepts, 5 precepts from the beginning until the end of the 5th one, and then you get a good future and the happy life. Okay? ហ្នឹងអញ្ចឹងយើងកាន់សា5យើងមិនមែនតែថ្ងៃនេះទេគឺអស់មួយជីវិតដើម្បីអនាគតយើងល្អដើម្បីយើងមានសុភមង្គលក្នុងខ្លួនយើងផងដល់គ្រួសារផងនិងដល់សង្គមរបស់យើងផងអញ្ចឹងយើងសន្យាឥឡូវតិចទៀតសួរហ្នឹងសិលទី1អីសិលទី2អីសិលទី3អី
សិលទី4អីសិលទី5អីទាំងខ្មែរទាំងអង់គ្លេសណាមានរង្វាន់បើបល័យទៅមិនរួចយកតែខ្មែរនិងអង់គ្លេសអូខេហ្នឹងអញ្ចឹងឥឡូវនេះគឺថាមុននឹងដល់គុណមេត្តាបិតាអនុមោទនាហ្នឹងឥឡូវមុននឹងចូលដល់អធិប្បាយរ៉ាយរាប់ពីគុណមេត្តាបិតារបស់យើងឥឡូវលោកគ្រូសុំសួរណាថាតើសិលទី1ទី2ទី3ទី4ទី5ណាឥឡូវអ្នកណាបងប្អូនណាដែលអាចឆ្លើយជាភាសាខ្មែរបានឆ្លើយជាភាសាខ្មែរបងប្អូនណាឆ្លើយជាភាសាអង់គ្លេសបានឆ្លើយជាភាសាអង់គ្លេសក្នុងមួយសំណួររង្វាន់ 10000 រៀលបើសិនគេត្រូវហ្នឹងឥឡូវសំណួរទី1តើសិល5សិលទី5សិលទី5នោះជាអ្វីទៅភាសាខ្មែរថាម៉េចអង់គ្លេសថាម៉េចលើកដៃណាសុំឆ្លើយអូណាសុំឆ្លើយមកហើយទៅអង់គ្លេសរួចទេ Abstaining from drinking alcohol or using drugs. អូខេ good បានរង្វាន់10000 រៀលអបអរសាទរហ្នឹងគឺមិនប្រើប្រាស់គ្រឿងស្រវឹងនិងគ្រឿងញៀនគ្រប់ប្រភេទ abstaining from drinking alcohol and using drug ឥឡូវសិលទី3អូនណាដឹងលើកដៃអង់គ្លេសថាម៉េច from getting either people by or doctor អញ្ចឹង abstaining from having sexual misconduct អូខេត្រូវបានរង្វាន់10000 រៀលសិលទី2បងណាដឹងលើកដៃសិលទី2អូខេមកការវាចាយករបស់គេដែលគេមិនបានឲ្យយើងអង់គ្លេសថាម៉េចyou doesn't want you no need to take someone anything when the people they give you ឡើងអត្តនីទានាវេរមណីណាវាចាការមិនយករបស់ទ្រព្យគេឬប្លន់គេរបស់ទ្រព្យរបស់អ្នកដទៃដែលគេមិនបានឲ្យដោយកាយឬដោយវាចា abstaining from taking something that was not given ត្រូវ10000 រៀលរង្វាន់អបអរសាទរសិលទី1អូលើកដៃច្រើនធ្វើការវិចាំឆ្លើយហើយបាទអញ្ចឹងអញ្ជើញមួយមកវិធីការគណៈចាត់តាំងកម្មវិធីចង់ឆ្លើយមកអញ្ជើញវិធីការវិចាំបានលុយដែរមកឆ្លើយមួយគាត់ចង់បញ្ចេញហ្នឹងហើយចង់បញ្ចេញសមត្ថភាពហ្នឹងហើយចង់បញ្ចេញសមត្ថភាពមកណាសូមសរសើរពិធីការនីគណៈចាត់តាំងដល់អង់គ្លេសថាម៉េចចាំត្រូវ don't taking the right abstaining from បាលីថាបាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិណា
នឹងវាចានៅការសម្លាប់ជីវិតសត្វមនុស្សគ្រប់ប្រភេទ abstaining from taking any lives ត្រូវអរគុណច្រើនបានរង្វាន់ 10000 រៀលសូមសរសើរធ្វើពិធីការនីគណៈចាត់តាំងកម្មវិធីបានល្អណាមានសមត្ថភាពសិលទី5អូនណាដឹងទី4ដល់សិលទី4សិលទី4បងអូនណាដឹងងើបឆ្លើយឡើងខាងមុខ ការវាចានៅនិយាយពីរបស់ឬនិយាយពីយូរសំពីពួកអ្នកដទៃភាសាអង់គ្លេសគឺ abstain from saying the bad word or the good word or unusual word to somebody yeah good very good បានរង្វាន់ 10000 រៀលមុសាវាទាវេរមណីណាវាចាក់ការនិយាយពាក្យភូតភរកុហកបោកប្រាស់ពាក្យមិនពិតពាក្យអត់ប្រយោជន៍ពាក្យញុះញង់គេអីជាដើមណាអង់គ្លេសថា abstaining from telling a lie អូខេបាន 10000 រៀលរបស់សាទើហ្នឹងអញ្ចឹងឥឡូវនេះគឺថាយើងសិល5ត្រូវចាំទាំងអស់គ្នាណាចាប់ពីថ្ងៃនឹងតទៅហ្នឹងចាប់ពីថ្ងៃនឹងតទៅយើងចាំទាំងអស់គ្នាហើយមុននឹងនិយាយគុណមេត្តាបិតាយើងសូត្រសិល5ទាំងអស់គ្នាសិនណាដំបូងមកបាណាតិបាតាវេរមណីសិក្ខាបទាំងតិយាមិអតិនេទានាវេរមណីសិក្ខាបទាំងសមាយាមិកាមេសុមិច្ឆាយារាវេរមណីសិក្ខាបទាំងសមាទិយាមិមុសាវាទាវេរមណីសិក្ខាបទាំងសមាយាមិសុរាមេរយមជ្ជបមាទដ្ឋានាវេរមណីសិក្ខាបទាំងសមាទិយាមិមានវិណាធម៌វ័មិញធម៌វ័នឹងមានន័យថាម៉េចធម៌វ័នឹងមានន័យថាតាមគេតើគេទៅមិនទៅដែរបើគេមិនទៅទេអត់ចេះអាហ្នឹងឲ្យធម៌វ័ហ្នឹងហើយដូចដើមឈើអញ្ចឹងដើមឈើហ្នឹងណាទៅរស់ទៅអញ្ចឹងទៅមិនមានវ័តោងហើយវ័ហ្នឹងអត់ដើមឈើហ្នឹងវ័ហ្នឹងងាប់ហើយអញ្ចឹងកុំលេធម៌វ័ហ្នឹងណាតែចាំឲ្យច្បាស់ហ្នឹងហើយឥឡូវសូត្រជាអង់គ្លេសតាជាអង់គ្លេស abstaining from taking any life abstaining from taking something that was not given abstaining from having sexual misconduct abstaining from telling a lie abstaining from drinking alcohol or using drug good ហ្នឹងមុននឹងប្រកេនកម្មវិធីដល់ប្រគ្រូរតនវិសុទ្ធឆាតស្ថិតនិយាយអំពីគុណមេត្តាបិតាមកសូមរំលឹកពាក្យខ្មែរមួយបុរាណខ្មែរយើងមួយពោលចេះហើយជាមើលបងអូនណាអាចបកស្រាយបានបុរាណខ្មែរយើងនឹងបដៅកូនចៅតាកូនឲ្យគ្រប់រូបទាំងអស់គ្នាចូលគុំទុំមុនសកៀលមានន័យថាម៉េចទុំមុនសកៀលហ្នឹងមានពីណាដឹងទេឆ្លើយត្រូវ 10000 រៀលរកឃើញ 10000 រៀលចូលគុំទុំមុនសកៀលដាក់ថ្មីទីកងមួយទៀតហ្នឹងហើយពិធីការនីណាហ្នឹងហើយណាហ្នឹងអញ្ចឹងពាក្យថាទុំមុនស្រគៀលមានន័យថាសម្ដៅលើកូនស្រីដែលគាត់ចង់និយាយថាកូនស្រីដែលពេញក្រមុំហើយនឹងមានទៅធ្វើផ្ដេសផ្ដាស់ជាមួយដតីហើយមិនទាន់បានការរៀបការតាមប្រពៃណីខ្មែរដូច្នេះពាក្យនេះហៅថាទុំមុនស្រគៀលល្អណាស់គឺបានរង្វាន់ហ្នឹង
ល្អណាស់ណាទុំមុនសកៀលអញ្ចឹងអូនទាំងអស់គ្នាណាបានយល់ពាក្យហ្នឹងណាទុំមុនសកៀលធម្មតាធម្មជាតិផ្លែឈើតែងតែសកៀលមុនទុំមិនអញ្ចឹងណាតែងតែសកៀលមុនទុំសកៀលហើយបានទុំហ្នឹងហើយកណាបើទុំមុនសកៀលវាមិនដែលមានតែមិនដែលមានអញ្ចឹងអានឹងវាមិនកើតទេគេមិនឲ្យមានក្នុងសង្គមយើងទេបើអញ្ចឹងប្រៀបបានកូនប្រុសកូនស្រីហ្នឹងម្ដាយឪពុកយើងអប់រំកូនចៅគ្រប់រូបទាំងអស់ហ្នឹងកុំឲ្យយើងហ្នឹងទុំមុនសកៀលកុំឲ្យយើងហ្នឹងខូចការជាមួយគ្នាមុនរៀបការនិយាយឲ្យចាំអញ្ចឹងណាហ្នឹងព្រោះមិនថាវាខុសប្រពៃណីណាវាខុសប្រពៃណីរបស់មនុស្សរបស់ខ្មែរយើងហ្នឹងមនុស្សណាមនុស្សខ្មែរហ្នឹងណាខ្មែរពីបុរាណមកមិនឲ្យទុំមុនសកៀលទេហ្នឹងគេថាចុះបើគេស្មោះជាមួយគ្នាអត់ជឿទេហ្នឹងហើយមិនជឿថាស្មោះជាមួយគ្នាទេហ្នឹងហើយដល់មានហ្នឹងមានបញ្ហាហ្នឹងមួយក្បាត់គ្នាទៅតាំងតែសរសេរសបត់ផ្ដាំណាបើមានជាតិក្រោយទៀតហ្នឹងកូនសូមជួបប៉ាម៉ាក់ទៀតហ្នឹងហើយទៅចងកលេបឆ្នាំបាត់ឃើញទេអាហ្នឹងអញ្ចឹងណាពាក្យបុរាណហ្នឹងមានប្រយោជន៍អប់រំយើងហ្នឹងកុំឲ្យទុំមុនសកៀលណាកុំឲ្យយើងនឹងផ្ដេសផ្ដាស់ហ្នឹងមុនរៀបការណាយើងរៀបការហើយតាមប្រពៃណីទៅគេហៅថាម្ដាយទុកឪពុកដាក់នោះណាទៅតាមច្បាប់បុរាណរបស់យើងហ្នឹងយើងបានសុខបានចម្រើនហើយណាយើងមិនឆ្លងរោគផងអាបច្ចុប្បន្នហ្នឹងវាឆ្លងរោគច្រើនទៅទៀតណាអាហ្នឹងអញ្ចឹងបានថាអសល់5ហ្នឹងអញ្ចឹងមានន័យអញ្ចឹងណាបាទអប់រំយើងហ្នឹងកុំឲ្យធ្វើបាបកុំឲ្យប្រព្រឹត្តខុសយើងកាន់សិល5បានយើងបានសុខបានចម្រើនក្នុងគ្រួសារយើងក៏បានសុខខ្លួនយើងក៏បានសុខសង្គមយើងក៏បានសុខតរៀងទៅរីចម្រើនរុងរឿងនឹងដោយសារយើងទាំងអស់គ្នាណាប្រព្រឹត្តល្អនឹងឯងអញ្ចឹងបានរង្វាន់10000រៀលសូមអបអរសាទរ